nóiជំរាបសួរពុកម៉ែបងប្អូនមួយរយៈពេលនេះកំពុងតែផ្ទុះអំពីបញ្ហាជំងឺទំនោរប្រៃលៀងឈាមខូចកលៀនណាខូចត្មងនោមនឹងមកពីបញ្ហាទំនោរប្រៃឬទំនោរផ្អែមអញ្ចឹងណានេះគឺជាអសត់ព្យាបាលជំងឺទំនោរប្រៃដែលហាត់ឲ្យហើមជើងខូចត្មងនោមអីចឹងបងប្អូនអសត់នេះគឺព្យាបាលជំងឺអ្នកដែលមានចិត្តពុលច្រើនចិត្តពុលហើយមានបញ្ហាទំនោរប្រៃដែលហាត់ឲ្យហើមជើងនឹងធ្វើឲ្យបញ្ហាយើងខូចកលៀនខូចត្មងនោមអញ្ចឹងជាពិសេសបងប្អូនអ្នកដែលមានបញ្ហាមានជំងឺទំនោរប្រៃបងប្អូនអាចហូបថ្នាំព្យាបាលជាបត្តិកតហើយទំនោរប្រៃនេះបងប្អូនកុំទុកចូលធ្វើឲ្យយើងបញ្ហាខូចកលៀនខូចត្មងនោមហ្នឹងហើយវីដេអូនេះផ្ញើជូនអ្នកដែលមានបញ្ហាទំនោរប្រៃហាមជើងជាពិសេសអ្នកដែលចូលចិត្តហូបប្រៃហូបវាច្រើនហូបគ្រឿងកំប៉ុងអញ្ចឹងគួរតែកាត់បន្ថយបន្តិចទៅហើយដើម្បីសុខភាពយើងហើយហូបសាបច្រើនបន្តិចហូបទឹកឲ្យច្រើនក្នុងថ្ងៃ3លីត្រយ៉ាងតិចហូបទឹកឲ្យច្រើនដើម្បីឲ្យត្មងនោមយើងល្អឡើងវិញអញ្ចឹងណាហើយផឹកថ្នាំផ្សំទៅជីហើយយើងទៅតមគ្រឿងកំប៉ុងតមប្រៃតមផ្អែមហូបសាបច្រើនអញ្ចឹងបងប្អូនដែលមានបញ្ហាជំងឺទំនោរប្រៃបងប្អូនអាចហូបថ្នាំនេះបានសាស្ត្រតែបងប្អូនជាអសត់ធម្មជាតិខ្មែរយើងបដាមកព្យាបាលអ្នកជំងឺជារាប់រយអ្នកមកហើយរាប់ពាន់អ្នកហើយបញ្ហាជំងឺនេះគឺជាអសត់ធម្មជាតិបងប្អូនអាចរកបាននៅឃុំមេសរប្រច័ន្ទស្រុកពារាំងខេត្តព្រៃវែងតាមលេខទូរស័ព្ទ076ការ៉េ6897និង088 6 2ដើម7 3ដើម09 015 858 757ហើយបងប្អូនដែលមានបញ្ហាជំងឺទំនោរប្រៃនេះវាពិបាកខ្លាំងធ្វើឲ្យយើងបាត់បង់ជីវិតបើយើងមិនព្យាបាលអត់ទាន់ពេលវេលាអញ្ចឹងណាហើយបងប្អូនកុំស្ដាយលុយអីផឹកថ្នាំអសត់ខ្មែរយើងអស់ថោគឺថ្លៃម៉ានេះហើយបងប្អូនដល់ដំណាក់កាលលាងឈាមហើយបងប្អូនមានរាប់ម៉ឺនដុល្លារក៏មើលព្យាបាលមិនជាដែរអញ្ចឹងហើយជាពិសេសផ្ដាំទៅបរោះចូលចិត្តថោកគ្រឿងកំប៉ុងច្រើនវាបញ្ហានឹងតម្រង់នោមយើងនំញឹកនំឈឺនំក្តៅនំកាហាយនំតិចនំមិនអស់នំតក់អញ្ចឹងណាអាហ្នឹងហើយដូចបញ្ហាត្មងនោមយើងមានសារៈសំខាន់ណាធ្វើចម្រោះជាតិពុលយើងបើថាយើងនំមិនអស់នំតិចនំតក់ហ្នឹងធ្វើឲ្យយើងខូចត្មងនោមឲ្យបងប្អូនហើយយើងត្រូវតែព្យាបាលជាមិនតាន់ដែលជាសុខធម្មជាតិរបស់យើងទេនឹងសូមអរគុណច្រើនពុកម៉ែបងប្អូនដែលមើលវីដេអូនេះហើយជួយ like ជួយ share ផងនិងអរគុណច្រើន